ដំណើរឆ្ពោះទៅរកទឹកជ្រោះជ្រាវជាន់ទី8ទឹកជ្រោះជ្រាវស្ថិតនៅក្នុងឃុំអមលាំងស្រុកថ្ពងខេត្តកំពង់ស្ពឺស្ថិតក្នុងតំបន់ជួរភ្នំអរ៉ាល់ដែលមានភ្នំច្រើនរាប់មិនអស់ផ្លូវនេះបើភ្លៀងមករអិលមិនអាចដើរបានទេព្រោះអាចនឹងគ្រោះថ្នាក់នេះជាលើកទី2ហើយដែលខ្ញុំបានមកទីនេះតែលើកមុនឡើងមកបានត្រឹមជាន់ទី3ប៉ុណ្ណោះកន្លែងដែលស្អាតគឺជាន់ទី6និងទី7តែមនុស្សភាគច្រើនឡើងបានត្រឹមជាន់ទី3ព្រោះខាងលើមកទៀតផ្លូវកាន់តែពិបាកផ្លូវរអិលហើយកន្លែងខ្លះចោតខ្លាំងតែខ្ញុំបានព្យាយាមឡើងមកដល់ជាន់ទី8ជាកន្លែងដែលនៅខាងលើគេបំផុតដែលស្ទើរតែគ្មាននរណាហ៊ានដើរមកដល់ព្រោះផ្លូវកាន់តែស្ងាត់និងពិបាកទោះជាលំបាកនិងនឿយហត់យ៉ាងណាក៏ត្រូវតែព្យាយាមឡើងឲ្យដល់ទឹកជ្រោះជ្រាវមាន8ជាន់មានតែយុវវ័យនិងអ្នកដែលមានគូសង្សារដែលអាចឡើងដល់ជាន់ទី4 5 6ឬជាន់ទី7ឯជាន់ទី8ស្ទើរតែគ្មានមនុស្សឡើងមកដើម្បីអាចមកដល់ជាន់ទី8ត្រូវដើរជាង1ម៉ោងកាត់ព្រៃនិងផ្លូវដ៏លំបាកបើទោះជាញើសហូរជោគខ្លួនយ៉ាងណាក៏នៅតែមានកម្លាំងបន្តទៅមុខទីបំផុតក៏បានមកដល់ទឹកជ្រោះជាន់ទី8ទោះបីជាមិនសូវស្អាតតែនៅខាងលើគេបងអស់បំណាច់តែបានមកដល់ហើយត្រូវតែមុជឲ្យបានត្រជាក់ខ្លួនព្រោះជាទឹកបរិសុទ្ធធម្មជាតិទឹកនៅទីនេះមិនថាខែប្រាំងឬវស្សាមានទឹកហូរមកជានិច្ចទឹកទីនេះគឺចេញមកពីក្នុងដីដោយទឹកជ្រោះភ្នំគូលែនដែរវាពិតជាអស្ចារ្យណាស់ដែលបានមុជទឹកជ្រោះខាងលើគេបងអស់